គ្មានការយឺតយ៉ាវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាសសម្រេចបានជាង 33% ហើយក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាគិតត្រឹមដើមខែឧសភាឆ្នាំ2025នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាសសម្រេចបានប្រមាណ 33.50% ហើយដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេបច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើតសម្រេចបាន 1. ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ 55% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន 107 ដើមក្នុងចំណោម 156 ដើមសាងសង់ជើងតាងបាន 6 ជើងតាងក្នុងចំណោម 20 ជើងតាងនិងធ្នឹមភ្ជាប់ក្រោមបានចំនួន 8 ធ្នឹមក្នុងចំណោម 12 ធ្នឹម 2. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន 31.5% រួមមានសាងសង់តួសសរស្ពានបាន 6 តួសសរក្នុងចំណោម 12 តួសសរសាងសង់សសរស្ពាន 16 សសរស្ពានក្នុងចំណោម 52 សសរស្ពាននិងសាងសង់ធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានបាន 10 ធ្នឹមក្នុងចំណោម 34 ធ្នឹមព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត